សួស្តីបងប្អូនទាំងអស់គ្នាបងនៅថាបងប្អូនពេលដែលប្រឡងបាក់ឌុបហើយភាគច្រើនគឺឡើងមកភ្នំពេញដើម្បីបន្តការសិក្សាអានេះជាបទពិសោធន៍របស់បងទេបើសិនបើបងប្អូនមានលទ្ធភាពឆ្នាំទី1ឆ្នាំទី2បងប្អូនប្រឹងប្រែងរៀនសិនទៅចាំឆ្នាំទី3ឆ្នាំទី4បងប្អូនរកការងារធ្វើក៏មិនអីដែរតែបញ្ហានៅត្រង់ថាបងប្អូនភិកច្រើនណាគឺគាត់អត់មានលទ្ធភាពដើម្បីបន្តការសិក្សានោះទេណាមួយថ្លៃបងសាលាថ្លៃបន្ទប់ទឹកភ្លើងហើយនិងចំណាយផ្សេងផងគឺចំណាយច្រើនគឺទាមទារឲ្យពួកគាត់ត្រូវការស្វែងរកការងារធ្វើតែបញ្ហាមួយទៀតហ្នឹងនៅត្រង់ថាការងារភាគច្រើនគឺទាមទារបទពិសោធន៍លក្ខខណ្ឌខ្ពស់ហើយនិងការងារពេញម៉ោងអញ្ចឹងគឺពិតជាពិបាករកមែនទេមួយទៀតបើបងប្អូនថ្មីអញ្ចឹងកុំថាឡើយតែរកការងារធ្វើល្អមួយសូម្បីតែយើងសរសេរ CV ត្រៀមខ្លួនសម្ភាសការងារហ្នឹងក៏ធ្វើមិនទាន់បានល្អផងតែបើមានដំណឹងល្អមួយនៅក្នុងកម្មវិធី CAP ប្រហែលជាអាចជួយបងបានបងចំណាយពេលតែ2ខែទេលើវគ្គសិក្សាចំនួន3ធំគឺកុំព្យូទ័រអង់គ្លេស soft skill ជំនាញសរសេរ CV ការត្រៀមខ្លួនសម្ភាសការងារដែលសុទ្ធតែជាជំនាញចាំបាច់នៅកន្លែងការងារហើយបងប្អូននឹងទទួលអត្ថប្រយោជន៍2សំខាន់ទៀតអត្ថប្រយោជន៍ទី1ហ្នឹងគឺក្រុមហ៊ុននឹងជួយស្វែងរកការងារឲ្យបងប្អូនធ្វើនៅពេលដែលបងប្អូនបញ្ចប់ពីកម្មវិធីរបស់យើងហើយទី2ហ្នឹងក៏ឱកាសការងារពី DDD អត់ទាមទារបទពិសោធន៍ទទួលបានប្រាក់ខែសមរម្យហើយមានអាហារូបករណ៍និងអត្ថប្រយោជន៍ផ្សេងទៀតឱកាសការងារទាំងអស់នេះមិនដឹងថាបងប្អូនទៅរកនៅណាបានទៀតនោះទេសម្រាប់តំណែងបន្ថែមបងប្អូនអាចតាក់ទងមកកាន់កម្មវិធីក្រុមការងាររបស់យើងបាន